វគ្គសិក្សាខ្លីបែបអនុវត្តរបស់យើងដែលផ្ដោតទៅលើមុខវិជ្ជាគណិតវិទ្យានិងរូបវិទ្យាគឺមិនមែនយើងផ្ដោតតែការធ្វើលំហាត់តែមួយមុខប៉ុណ្ណោះទេជាក់ស្ដែងមុននឹងពេលធ្វើលំហាត់គឺយើងផ្ដោតជាគន្លឹះមេរៀនឲ្យជំហានក្នុងការដោះស្រាយចាប់ផ្ដើមពីការអានវិធានឲ្យបានយល់ខ្លឹមសារស៊ីជម្រៅតទៅមកយើងនឹងសិក្សាអំពីទំនាក់ទំនងនៃអ្វីដែលគេចង់បានហើយនៅទំនាក់ទំនងដែលសិស្សមានតទៅពីការភ្ជាប់ទំនាក់ទំនងនឹងរកវិធីការដោះស្រាយរៀបតាមឲ្យសិស្សនឹងដោះស្រាយវាតទៅពីការដោះស្រាយគាត់នឹងផ្ទៀងផ្ទាត់ជាមួយនឹងមិត្តរួមក្រុមរបស់គាត់នេះហើយគឺជាមូលហេតុដែលក្នុងថ្នាក់សិក្សារបស់យើងគឺមានសិស្សត្រឹមតែ10ទៅ15នាក់ក្នុងថ្នាក់ហើយយើងចែកក្រុមរបស់គាត់ក្រុម5នាក់ដើម្បីឲ្យគាត់ក្រោយការអនុវត្តលំហាត់ទាំងអស់ហ្នឹងគឺគាត់អាចយកលំហាត់ដែលគាត់បកស្រាយហ្នឹងយកមកវិភាគហើយបញ្ចូលគ្នាបានបើសិនម្នាក់ទាំងអស់គ្នាមើលទៅក្នុងស្ថានភាពនេះឃើញថាសិស្សរបស់យើងចាប់ផ្ដើមដំបូងគឺគាត់អត់ទាន់ច្បាស់ពីមេរៀនទេប៉ុន្តែបន្ទាប់ពីការសិក្សាជាមួយយើងត្រឹមតែពី4ទៅ8ម៉ោងលើមេរៀននីមួយៗគឺគាត់អាចមានសមត្ថភាពបញ្យល់មិត្តរួមក្រុមរបស់គាត់បានតែនេះគឺជាវិធីសាស្ត្រដែលយើងចង់បានគឺសមត្ថភាពនៅក្នុងការយល់ច្បាស់នៃមេរៀននីមួយៗឈានដល់កម្រិតមួយគឺអាចបញ្យល់មិត្តភ័ក្តិរបស់គាត់បានពីព្រោះនៅពេលដែលយើងសរសេរដោះស្រាយលំហាត់ផ្សេងៗគឺយើងសរសេរដើម្បីបញ្យល់អ្នកអានបញ្យល់គ្រូដែលកែលំហាត់យើងចង់និយាយថាយើងមិនមែនតែយើងទៅបញ្យល់គ្រូត្មងទេប៉ុន្តែយើងចង់និយាយថាការសរសេររបស់យើងតែយើងយល់កម្រិតណាតែយើងអាចបញ្យល់អ្នកអាននៅលំហាត់ដែលយើងដោះស្រាយហ្នឹងបានអត់កម្រិតណាហើយឆ្នៃមកយើងមានក្រុមដើម្បីគាត់ក្រោយការដោះស្រាយក្រោយការវិភាគគឺគាត់ថាបញ្យល់ស្របតាមគោលការណ៍របស់យើងគឺអនុវត្តវិភាគនិងបញ្យល់ចំពោះសិស្សានុសិស្សទាំងអស់ដែលមានបញ្ហាក្នុងការរៀនគណិតវិទ្យានិងរូបវិទ្យាយើងអត់ច្បាស់មេរៀនណាមួយតែយើងរៀនហើយឬក៏យើងមិនទាន់រៀនអ្នកខ្លះគាត់រៀនហើយមកតែឥឡូវគាត់ថ្នាក់12គាត់ធៀបធំលើកទី2ឬក៏គាត់ធៀបឡប់បាក់ដុកប៉ុន្តែគាត់អត់ច្បាស់មេរៀនទី1ឬក៏មេរៀនដែលគាត់រៀនហើយវាពិបាកណាស់នៅក្នុងការបកទៅរៀនវិញមកចំណាយពេល4ទៅ8ម៉ោងគឺពិបាកប៉ុន្តែបើសិនអ្នកទាំងអស់គ្នាមកធ្វើតេស្តសាកល្បងជាមួយយើងហើយដឹងថាខ្លួនឯងចំណុចខ្វះខាតនៅលើមេរៀនណាមួយអាចមើលអំពីការវិភាគនៃការរៀនរបស់យើងព្រោះយើងរៀនទៅតាមចំណុចនៃមេរៀនដែលអ្នកទាំងអស់គ្នាអាចចំណាយត្រឹមតែ4ទៅ8ម៉ោងក្នុងមួយមេរៀនអ្នកទាំងអស់គ្នាអាចចេះច្បាស់មេរៀនហ្នឹងឈានទៅដល់ការអាចបញ្យល់អ្នកដទៃឲ្យយល់បានចំពោះព័ត៌មានបន្ថែមក៏ដូចជាការចុះឈ្មោះរៀនអ្នកទាំងអស់គ្នាអាចខមមិនក្រោមឬចុចប៊ូតុង Send Message សូមអរគុណ